បាទសូមលំអរកាយគ្រប់ជំរាបសួរប្រិយមិត្តទស្សនិកជនជាទីគោរពរាប់អានបាទដោយប្រិយមិត្តបានឃើញនៅក្នុងទស្សនវិជ្ជានៃការថតផ្សាយឬក៏វីដេអូឃ្លីបនេះគឺស្ថិតនៅតាមបណ្ដោយផ្លូវឯករាជ្យក្នុងក្រុងព្រះសីហនុបាទហើយការថតផ្សព្វផ្សាយនេះគឺស្ថិតនៅព្រលប់ថ្ងៃច័ន្ទទី1 ខែមិថុនាឆ្នាំ2026បាទគឺនៅម៉ោង 7:27 នាទីបាទចឹងឃើញថាទស្សនវិជ្ជានៅតាមដងផ្លូវមានប្រជាពលរដ្ឋឬក៏អ្នកធ្វើដំណើរហូរហែចឹងដែរបាទប៉ុន្តែមិនមមាញឹកពេកទេនេះគឺថ្ងៃច័ន្ទបាទដោយសារថ្ងៃច័ន្ទអាចថ្ងៃសៅរ៍អាទិត្យឬថ្ងៃศุក្រអីមនុស្សមានច្រើនមែនទែនប៉ុន្តែយ៉ាងណាបន្ទាប់ពីយុទ្ធនាការរបស់ Smart Scam អនឡាញរបស់មុខដឹកនាំរដ្ឋាភិបាលឃើញថាមិនថាតែក្រុងផ្សេងនោះឬក៏ខេត្តផ្សេងនោះទេតំបន់ផ្សេងខេត្តផ្សេងក៏ដូចតែគ្នាបាទហាក់បីស្ងាត់បាត់វត្តមានជនបរទេសមួយផ្នែកធំបាទហ្នឹងឯងបាត់វត្តមានជនបរទេសមួយផ្នែកធំជាពិសេសដែលធ្លាប់តែដើរតាមផ្លូវឬក៏ធ្វើដំណើរទៅតាមឆ្នេរអីហ្នឹងឃើញថាស្ងាត់បាត់អស់ភាគច្រើនបាទស្ងាត់ក៏ស្ងាត់ទៅចុះបាត់វត្តមានអ្នកដែលមកច្រើនហ្នឹងដូចថាមិនស្របច្បាប់ឬក៏បង្កើតតែនៅបញ្ហាផ្សេងតែជាកង្វល់របស់រដ្ឋាភិបាលក៏ដូចជាពិភពលោកណាអាលក្ខណៈបោកហ្នឹងជើញទៅវិញចុះចាំទទួលយកភ្ញៀវឬក៏វត្តមានរបស់ជនបរទេសទាំងឡាយណាដែលស្របច្បាប់ចូលមកស្របច្បាប់ធ្វើកិច្ចការងារស្របច្បាប់បាទឃើញជាក់ស្ដែងចឹងមិនសូវជាមមាញឹកពេកទេសម្រាប់ការធ្វើដំណើររបស់ជាប្រវត្តិឬក៏អ្នកដំណើរហ្នឹងប៉ុន្តែនៅអមសងខាងផ្លូវហ្នឹងឃើញថាការលក់ដូរចំណីចំណុកហូបចុកផ្សេងនៅតែបើកទ្វារដំណើរការជាធម្មតាណាបើកដំណើរការធម្មតាហើយមានភ្ញៀវអតិថិជនចូលរួមគ្រប់គ្រងជាហូរហែចឹងទេបាទតែគ្រាន់តែហាក់បីដូចជារៀងស្ងាត់ចំនួនជនបរទេសដែលតែងតែបង្ហាញវត្តមានទៅតាមទីតាំងការលក់ដូរឬក៏ការហូបចុកអីមួយចំនួនហ្នឹងស្ងាត់បន្តិចបាទតែសកម្មភាពការលក់ដូរការជួញដូរក៏នៅតែបន្តកើតមានជាធម្មតាមិនមានអីប្រែប្រួលទេបាទតែឃើញជាក់ស្ដែងទេបាទមានអតិថិក៏មានលក់ដូរជាហាងក៏មានគឺមានមួយសពមកកាផ្លេមិនថាអតិថិលក់ដូរឬក៏តាមម៉ូតូកង់3កង់4នេះដឹកលក់មកកាផ្លេតែម្ដងបាទគ្រប់កន្លែងគ្រប់ច្រកល្ហកនេះគេធំស្កឹមស្កាយភ្លើងចម្រុះពណ៌ណាយើងមើលមកផ្លេតស្មាននៅឯណានៃស្រុកគ្រីស្រុកអីបាទពិតស្រុកយើងហ្នឹងឯងបាទគឺក្រុងព្រះសីហនុបាទណាក្រុងព្រះសីហនុហ្នឹងហើយក្រុងព្រះសីហនុបាទសូមបញ្ជាក់ថាសម្រាប់កាស៊ីណូឬក៏ទីតាំងដែលស្របច្បាប់គឺគេនៅបើកដំណើរការធម្មតាទេណាតែតែអាគារដែលមិនស្របច្បាប់មានការបង្កប់នៅ scam បាត់ល្មើស scam ឆោបបោកតាមប្រព័ន្ធបច្ចេកវិទ្យាឬក៏ហៅថា scam អនឡាញហ្នឹងទៅបានបាត់ទ្វារក្រោយសមាជិកឬក៏ថ្នាក់ដឹកនាំរដ្ឋបាលខេត្តផ្សេងនោះដឹកនាំដោយលោកម៉ាងស៊ីណេតបាទគឺថាមកមានញឹកឃើញថាមកមានញឹកក្នុងយុទ្ធនាការបង្ក្រាប scam នេះជាទីបំផុតបាទគឺយ៉ាងសស្រាក់ស្រាប់ជាពិសេសចាប់តាំងពីដើមឆ្នាំ2026ហ្នឹងមកដែរបាទឃើញជាក់ស្ដែងមនុស្សម្នា
ហាងលក់ដូរនៅបន្តបើកហូរហែប៉ុន្តែហាក់បីដូចជាស្ងាត់តិចទេបាទស្ងាត់ភ្ញៀវបន្តិចប៉ុន្តែអាចដល់ចិត្តភ្លឺអីកដាលអត្រាតអីបានមានមនុស្សចេញជាពិសេសជនបរទេសហ្នឹងបាទហើយ stop ខាងមុខនេះគឺចំណុចនេះគេហៅថា stop 33ឬក៏ម្ដុំមន្ទីរពេទ្យបង្អែកខេត្តបរសេនុហើយខាងស្ដាំដៃកាលពីមុនគេហៅថា KTV អីគេនោះដូចចង់ផ្លេចឈ្មោះស្អីទេបាទមាន KTV មួយនៅក្នុងបាទឆ្វេងដៃនេះគឺមន្ទីរពេទ្យបង្អែកឯបាទខេត្តបរសេនុហើយទៅមុខបន្តិចទៅគឺដល់រងមូលតោ2ដែលជានិមិត្តសញ្ញាដែលជាសញ្ញាសម្គាល់នៃខេត្តបរសេនុហើយបាទឃើញព្រឹមនៅក្នុងមុខហ្នឹងហើយអមសងខាងផ្លូវឯករាជ្យនេះមានសន្តាគារផ្ទះសំណាក់ភោជនីយដ្ឋានមានតកែចិនខ្មែរចម្រុះតែម្ដងបាទគឺជាផ្លូវធំនៅក្នុងក្រុងបរសេនុហើយបាទផ្លូវនេះដល់នេះមានមនុស្សម្នាហូរហែច្រើនគូសោហើយការលក់ដូរចំណីចំណុកអាហារហូបចុកមានទល់ភ្លឺណាមានលក់ដូរហូបទល់ភ្លឺជាពិសេសអ្នកធ្វើការយប់ឬក៏អ្នកដែលមានកម្មវិធីអីអូសកាឡាដល់យប់អត្រាតម៉ោង2ម៉ោង3ហ្នឹងនៅតែមានចំណីចំណុកហូបទល់ភ្លឺទេបាទដូចជាបបអីហ្នឹងនៅម្ដុំគេហៅថាតៃតៈបេនឡាននោះបាទហ្នឹងឯងមហោស្រពតៃតៈមហោស្រពកន្លែងបេនឡានហ្នឹងបាទនៅតោ2មិនអញ្ចឹងឃើញទេទីនេះបាទណែរងពុំមូលតោ2បាទបាទមូលតោ2សម្រាប់អ្នកដែលចង់រកតែអ្នកមិនដែលមកក្រុងបរសេនុណាចង់រកធនាគារ ABA គឺនឹងវងមូលតោ2ហ្នឹងហើយបាទជាប់មកវងមូលតែម្ដងមិនពិបាករកទេហើយមករកឃើញវងមូលតោ2ឃើញធនាគារ ABA បាទហើយផ្លូវខ្ញុំទៅកំពុងធ្វើដំណើរទៅមុខនោះគឺផ្លូវ502ឆ្ពោះទៅឆ្នេរសមុទ្រទីលានសម្ដេចតេជោឬពីមុនហៅថាតំបន់កតុយអ្នកនោះបាទអូពីកតុយអ្នកទៅឆ្នេរសុខាអញ្ចឹងទៅណាបាទហើយនៅស្ដាំដៃនេះមានផ្សារទំនើបមួយបាទមានលក់ចម្រុះសម្ភារៈផ្ទះបាយឬក៏សម្ភារៈតុបតែងក្នុងគេហដ្ឋានអីឬក៏អាហារហូបចុកអីចំណីចំណុកអាហារស្រស់គ្រឿងសមុទ្រស្រស់អីគឺមានមួយកំភ្លេបាទ buffet សមុទ្រអីហ្នឹងបាទតម្លៃសមរម្យជាង$10ក្នុងម្នាក់បាទអញ្ជើញមកនេះគឺស្ដាំដៃបាទនេះចុះទៅសមុទ្រហើយណាតើនេះទៅសមុទ្រហើយនេះបាទទៅទីលានតេជោផ្លូវ502នេះលេខមិនជាប្រឡប់មិនសូវជាមានមនុស្សទេតកដាត្រៀតចិត្តភ្លឺនៅទីនេះចំពោះក្បាលប្រឡប់មិនសូវមានមនុស្សម្នាប្រហែលទេបាទលើកលែងតែចុងសប្តាហ៍ដែលមានភ្ញៀវជាតិមកពីគ្រប់ទិសទីនេះគឺច្រើនបាទច្រើនការធ្វើដំណើរចរាចរណ៍តាមផ្លូវអីគឺថាច្រើនមែនទេណានេះថ្ងៃនេះក៏មិនសូវមានទេបាទថ្ងៃច័ន្ទសូម្បីផ្លូវទៅទីលានតេជោនេះក៏ស្ងាត់ដែរគេនេះមិនថាស្ងាត់ទាំងក្រុងនោះមួយទេនេះមាត់សមុទ្រទាំងឆ្វេងដៃបាទទៅមុខក៏មានផ្សារទំនើបអីផ្សេងកន្លែងលក់កាហ្វេ brand នេះនៅហ្នឹងហើយផ្សារលាក់គីអីនៅទីលានតេជោនេះបាទជើញមកនេះមកលាក់គីអីនៅនេះមានក្លឹបកំសាន្តអីចឹងទៅកន្លែងហូបចុកផ្សេងចឹងទៅការ៉ាកាតេលអង្គុយមាត់សមុទ្រក៏បានដែរនៅឆ្វេងដៃនេះបាទទីលានតេជោនេះគឺមានជម្រើសសម្រាប់ប្រជាពលរដ្ឋជើញមកពីចម្ងាយអីដាក់កាតេល2-3អង្គុយលេងហូបចំណីចំណុកលក់ដូរនោះហ្នឹងក៏បានយកពីផ្ទះមកក៏បាន
สำคัญយើងថែរក្សាអនាម័យណាកាកសំណល់សម្រាប់ដែលសល់ពីការហូបចុកឲ្យយើងវិខ្ចប់ដាក់ក្នុងធុងសម្រាមដែលមានដាក់តាំងនៅតាមផ្លូវនោះជាការស្រេចដែរចូលទៅនេះតិចមើលจะឆ្វេងតិចមើលស្ដាំតិចមើលណែខាងមុខមានហាងកាហ្វេធំមួយកាហ្វេនេះធំណាកាហ្វេអីនេះហូបកាហ្វេបែបស្គាល់ហើយបាទ Starbucks មិនមកនោះបាទហាងកាហ្វេ Starbucks នៅតែមានមនុស្សណែនតែម្ដងមានពីរជាន់លើជាន់ក្រោមឯងទោះច្រើនណាស់បាទនេះអានេះមកសមុទ្រខ្យល់បក់មកត្រសៀកតែម្ដងបាទនោះចំណៃចំណុកហូបទៅទីនោះក៏បានហើយយើងងាកមកនេះមកឆ្នេរសមុទ្រឆ្នេរអូឈើទាលអញ្ចឹងណានេះកន្លែងហូបចុកអីឃើញទេអាកាសធាតុខ្យល់បក់មកវូហើយហាងកាហ្វេនេះដល់ហើយមួយជំនាញហ្នឹងមកជ្រុកយកទាំងអស់មកបាទហើយក៏នោះក៏មកសមុទ្រដែរបាទហ្នឹងហើយហើយខាងនោះទៅផ្សារលាក់គីបាទសូមអរគុណជូនពរសុខសប្បាយទាំងអស់គ្នាសូមការធ្វើដំណើរឲ្យមានសុវត្ថិភាពហើយកុំភ្លេចចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានទាំងអស់គ្នាណាជម្រាបលាបាយបាយ